បាទជម្រាបសួរថ្ងៃនេះថ្ងៃទី9វិច្ឆិកាបាទមកមើលចន្ទៀងបងប្អូនបាទចេញហើយនោះបាទនោះចេញហើយបាទបងប្អូនចេញហើយបាទបន្ទាប់ពីយើងបាញ់ប្រើថ្នាំក្រុមហ៊ុនស្អិចខ្លាយើងគឺចេញហើយបងប្អូនបាទអានេះដែល100ដើមថ្ងៃមុនណាបងប្អូននេះចាប់ដើមចេញហើយត្រួយស្អាតបាទនេះចេញហើយបងប្អូននេះចេញហើយនេះចេញហើយថ្ងៃនេះថ្ងៃទី9វិច្ឆិកាឆ្នាំ2025បាទនេះបាទគឺចាប់ដើមលោតតងចេញច្រើនហើយចេញចូល20%ហើយបាទត្រួយស្អាតអត់មានអង្គើស៊ីទេព្រោះយើងបាញ់ថែទាំបានល្អនេះបងប្អូនអានេះយើងអត់បាញ់ជំរុះទេណាបងប្អូនយើងបាញ់ថែត្រួយហើយទាញផ្កាតែម្ដងនេះបងប្អូនមើលឃើញទេបាទអញ្ចឹងបងប្អូនដែលចង់បានបែបគុណភាពចេះអាចសាកប្រើផលិតផលក្រុមហ៊ុនស្អិចខ្លាយើងខ្ញុំបានហ្នឹងហើយបាទចេញហើយមើលត្រួយស្អាតណាស់បាទចេញបាន20%ហើយអត់មាននិយាយលេងទេពីកាពិតនេះក្រោយពីយើងបាញ់បានចូលមើលចូល30ថ្ងៃនេះយើងបាញ់ថែត្រួយវាមកតាំងពីបាញ់ថែត្រួយបាញ់បញ្ចេញត្រួយមកដល់ឥឡូវហ្នឹងបាទហ្នឹងហើយយើងបាញ់បញ្ចេញត្រួយតាំងពីខែ10ហ្នឹងហើយបាទត្រួយស្អាតណាស់បាទអានោះនេះទុកផ្កាបងប្អូនចេញមកនេះបាទសូមអរគុណសូមជម្រាបលាបាទសូមអរគុណច្រើន